ខ្ញុំបានឲ្យធ្វើការជាមួយនឹងរដ្ឋាភិបាលកូរ៉េតាមរយៈកយការឲ្យសិក្សាអំពីការតភ្ជាប់ធ្វើបន្លាយតភ្ជាប់ពីទន្លេមេគង្គលើទៅទន្លេសាបដើម្បីភ្ជាប់ពីទន្លេមេគង្គលើទៅស្ទឹងសែនហើយចាក់ចូលទៅទន្លេសាបដើម្បីធានាតុល្យភាពទឹកព្រោះឥឡូវយើងផ្ដាច់អត់មានអីជាប់ទេយើងហូរមកក្រោមខែប្រាំងគឺហូរមកអស់អញ្ចឹងយើងនឹងសិក្សាកន្លែងនេះហើយថ្ងៃមុខអាចមានលទ្ធភាពភ្ជាប់ពីបឹងទន្លេសាបឆ្ពោះទៅកន្លែងចិត្តប៉ោយប៉ែតដើម្បីចិត្តនៅក្នុងការធានាការដឹកជញ្ជូនរបស់យើងបើសិនជាព្រែកជីកហ្វូណនធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកយើងកាន់តែសំខាន់ប៉ុន្តែពេលមួយជំហាននេះគឺបានឲ្យសិក្សាមួយជំហានសិនអំពីបរិស្ថានអំពីប្រព័ន្ធបច្ចេកទេសធ្វើយ៉ាងណាអាចភ្ជាប់ទន្លេមេគង្គលើដូចនៅខាងកញ្ចេះនៅស្ទឹងត្រែងចុះមកបន្តិចមកភ្ជាប់មកដល់កន្លែងខាងស្ទឹងសែនហើយចាក់មកតែម្ដងដូចប្រហែលជា70គីឡូបើសិនជាយើងធ្វើបានកន្លែងនេះយើងអាចធានាតុល្យភាពទឹករវាងទន្លេមេគង្គនិងទន្លេសាបរបស់យើងហើយអាចជួយទៅដល់ការធានាប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធទឹកប្រើប្រាស់របស់យើងនៅទូទាំងប្រទេស